បងអែមតើហូទឹកស្ករខ្ញីនៅក្នុងផ្សារអូឡ িম্প ិកនេះណាគាត់លក់តាំងពីចំនួន8ជាងពុកម៉ែបងប្អូនគាត់ទៅយូរឆ្នាំមកហើយបើបងអែមល្ងខ្មៅនេះវិញគឺតំណមែនតែនហើយមានអត្ថប្រយោជន៍មែនតែនចំពោះសុខភាពហើយគាត់មានទាំងពីររសជាតិមានទាំងពីអត់ស្ករនិងរសជាតិផ្អែមបើសិនជាចាស់ៗវិញគឺភាគច្រើនគាត់ចូលចិត្តញ៉ាំមែនតែនចំពោះបងអែមល្ងខ្មៅដោយសារតែវាមានអត្ថប្រយោជន៍ច្រើនមែនតែនវាជួយសុខភាពជាពិសេសអ្នកគាត់មានបញ្ហាឈឺសន្លាក់ឈឺជង្គង់អីចឹងគឺញ៉ាំទៅដល់តែត្រូវហ្មងហើយកន្លែងគាត់ហ្នឹងក៏មានលក់នំប៉័ងប៉ាតេដែរចំពោះប៉ាតេវិញគឺគាត់ធ្វើខ្លួនគាត់ថ្មីហ្មងមិនថាសាច់ជ្រូកច្រាមឬក៏បឬក៏ជ្រូកអីទេគឺគាត់ធ្វើខ្លួនឯងអញ្ចឹងការញ៉ាំក៏វាមានសុវត្ថិភាពដែរដោយសារតែគាត់យកជម្រើសសាច់លេខ1យកមកធ្វើប៉ាតេហើយប៉ាតេរបស់គាត់ហ្នឹងក៏មានបោះដុំដែរពុកម៉ែបងប្អូនហើយថ្ងៃដែលខ្ញុំទៅហ្នឹងគឺខ្ញុំកំងនំប៉័ងប៉ាតេដោយសារតែវាតំណងពេកបានដាក់ជាមួយនឹងម្ទេសហុលទៀតមកនិយាយពីថាជាតិហ្មងពុកម៉ែបងប្អូនហើយបើសិនជាបានញ៉ាំជាមួយនឹង Gainsbourg Gold ដែលមានរសជាតិលំដាប់ថ្នាក់ពិភពលោកឈ្នះមេដាយមាសកម្រិតពិភពលោកក្នុងឆ្នាំ2026ពី Monk Selection Beer Gainsbourg ឆ្ងាញ់លើសពីស្រាបៀរធម្មតាតិចចឹងណានិយាយពីថាជាតិហ្មងពុកម៉ែបងប្អូនរដូវកាល World Cup អង្គុយមើលបាល់ប្រើឈៀលជាមួយនឹង Gainsbourg Snow ជាមួយនឹង Gainsbourg Gold ឈៀលមួយគ្នាអីចឹងណានិយាយទៅគឺសុបាយហ្មងហើយទីតាំងដែលខ្ញុំថតហ្នឹងគឺនៅក្នុងផ្សារអូឡ িম্প ិកផ្ទាល់តែម្ដងចូលច្រកលេខ6ទៅពុកម៉ែបងប្អូនបត់ឆ្វេងបន្តិចឃើញផ្លាកនំប៉័ងប៉ាតេនិងបង្អែមអូឡ িম্প ិកហើយនៅកន្លែងគាត់ហ្នឹងគឺមានលក់បង្អែមជាច្រើនមុខមិនថាបខំឬក៏ជ័រកឬក៏ប្រភេទបង្អែមត្រជាក់អីទេចំហួយខ្មៅអីហ្នឹងក៏មានដែរលត់ស្ពតអីហ្នឹងក៏មានដែរដូច្នេះពុកម៉ែបងប្អូនចង់ទៅសាកនំប៉័ងប៉ាតេឬក៏បង្អែមកន្លែងគាត់អីគឺអាចទៅរកទីតាំងគាត់បានហើយវីដេអូបងប្អូនគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ